សួស្តីបងប្អូនអឺខ្ញុំសូមចែករំលែកពីប្រភេទមនុស្សបន្តិចហ្នឹងហើយដោយឡែកមនុស្សយើងរស់នៅនិងធ្វើការមានគេហៅថាមានកម្រិតយើងអាចសំដៅទៅលើចំណេះដឹងចំណេះជំនាញអឺទូនាទីនិងការទទួលខុសត្រូវរបស់មនុស្សម្នាក់ៗតែមនុស្សយើងវាយើងអាចនិយាយបានថាធម្មជាតិឬក៏និស្ស័យរបស់មនុស្សវាអត់ដូចគ្នាទេដោយសារអីវាអាចវាអាចនិយាយថានិស្ស័យពីកំណើតបើទោះបីជាអ្នកនឹងរៀនបានខ្ពង់ខ្ពស់ក៏ដោយបាទគាត់យល់ដឹងបានច្រើនប៉ុន្តែគេហៅថាចរិតលក្ខណៈឬក៏និស្ស័យរបស់គាត់នឹងมันអាចផ្លាស់ប្ដូរគាត់ទៅតាមអ្វីដែលគាត់ទទួលបានដូចជាចំណេះដឹងដែលគាត់មានគាត់ឆ្លងកាត់សាលាច្រើនក៏ដោយក៏គាត់អត់អាចផ្លាស់ប្ដូរចរិតលក្ខណៈរបស់គាត់បានខ្ញុំឧទាហរណ៍ដល់ខ្លីមួយអឺមនុស្សមួយចំនួនគាត់ចូលចិត្តអួតក្អេងក្អាងអីចឹងណាបាទគាត់ចូលចិត្តអួតក្អេងក្អាងគាត់ចូលចិត្តនិយាយលើសពីសមត្ថភាពរបស់គាត់ចូលចិត្តប្រើទ្រឹស្ដីច្រើនប៉ុន្តែហ្នឹងហើយគាត់ចូលចិត្តប្រើទ្រឹស្ដីច្រើនប៉ុន្តែគាត់អត់ចូលចិត្តអនុវត្តទេមានថាគាត់គិតថាអ្វីដែលគាត់យកទៅប្រើទ្រឹស្ដីដែលគាត់និយាយហ្នឹងវាបង្ហាញអំពីទង្វើរបស់គាត់ប៉ុន្តែធៀបពិតគាត់គ្រាន់តែចង់បង្ហាញថាគាត់ពិតជាអ្នកឧស្សាហ៍គាត់ពិតជាអ្នកដែលបកកែធ្វើទៅតាមទ្រឹស្ដីដែលគាត់និយាយអញ្ចឹងប៉ុន្តែធៀបពិតគឺគាត់បានតែនិយាយប៉ុន្តែគាត់អត់បានអនុវត្តទេហើយអឺបើនិយាយពីទ្រឹស្ដីវិញដូចចាក់ទឹកអញ្ចឹងដូចចាក់ទឹកពីលើមេឃអញ្ចឹងដូចភ្លៀងធ្លាក់ពីលើមេឃអញ្ចឹងដែលយើងខាត់មិនបានណាវាមករូហ្មងប៉ុន្តែដល់ពេលនិយាយពីលទ្ធផលក្នុងការអនុវត្តស្ដែងចេញពីការអនុវត្តវាអត់មានអញ្ចឹងអាហ្នឹងបើយើងនិយាយពីពាក្យមួយម៉ាត់ទៀតយើងអាចនិយាយថាមនុស្សអត់មានសុចរិតភាពក្នុងខ្លួនបាទគឺគាត់ធ្វើអ្វីគាត់គិតថាគេអត់ដឹងគេអត់យល់គេជឿទៅលើអ្វីដែលគាត់និយាយអញ្ចឹងណាប៉ុន្តែអាហ្នឹងបានតែអ្នកដែលគេអត់យល់ទេអ្នកដែលគេអត់ស្គាល់អំពីគាត់ទេអ្នកដែលគេជួបគាត់ដំបូងទេតែបើគេនៅជាមួយគាត់គេអឺធ្វើការមួយគាត់គេគ្រប់គ្រងគាត់គឺគេអាចដឹងអំពីចរិតលក្ខណៈមនុស្សប្រភេទនោះបានប៉ុន្តែគាត់ភ្លេចគិតថាអ្វីដែលគាត់ធ្វើហ្នឹងវាអត់ថិតថេរយូរអង្វែងទេព្រោះអ្វីដែលកើតឡើងហ្នឹងវាកើតឡើងចេញពីការកុហកការបោកប្រាស់ណាដើរដើម្បីភាពខ្ជិលច្រអូសរបស់ខ្លួនបាទអញ្ចឹងប្រម៉ែប្រមូលធ្វើគ្រប់មធ្យោបាយទាំងអស់ដើម្បីតែខ្លួនឯងបាទมันខ្វល់ថាអូអានឹងវាប៉ះពាល់ដល់អ្នកដទៃយ៉ាងម៉េចវាប៉ះពាល់ដល់ក្នុងក្រុមយ៉ាងម៉េចដល់ក្រុមហ៊ុនយ៉ាងម៉េចឬក៏កន្លែងការងារយ៉ាងម៉េចក៏អត់ខ្វល់ទេបាទអញ្ចឹងសួរថាមនុស្សប្រភេទនេះយើងអាចឲ្យតម្លៃគាត់ឬក៏ចាត់ទុកគាត់ថាគាត់ជាមនុស្សប្រភេទណាតើគាត់អាចជាមនុស្សម្នាក់ដែលជួយរកលទ្ធផលឲ្យក្រុមហ៊ុនបានទេតើគាត់ជាមនុស្សម្នាក់ដែលអាចជួយលើកតម្កើងក្រុមការងារបានទេតើគាត់ជាមនុស្សម្នាក់ដែលអាចចែកចាយចំណេះដឹងដើម្បីអភិវឌ្ឍអឺមនុស្សនៅក្នុងក្រុមរបស់គាត់ឲ្យរីកចម្រើនទៅមុខបានទេបាទអញ្ចឹងនេះគឺជាសំណួរដែលយើងត្រូវគិតបាទប៉ុន្តែមនុស្សផ្សេងទៀតគេអត់ចូលចិត្តនិយាយច្រើនទេគេនិយាយមួយចំគោលដៅហើយអនុវត្តច្រើនជាងការនិយាយបាទប៉ុន្តែពេលខ្លះអឺអ្នកដែលជឿទៅលើសម្ដីរបស់បុគ្គលដែលនិយាយបានតែទ្រឹស្ដីហ្នឹងយើងមិនបន្ទោសគាត់ទេពេលខ្លះគាត់អាច take time to learn to make sure ដើម្បីឲ្យដឹងប្រកាសថាមនុស្សដែលប្រភេទហ្នឹងគាត់ចេញមកច្រកណាខ្លះណាបាទគាត់ធ្វើអីខ្លះដើម្បីឲ្យបំបាក់ថ្មងទៅវាចំគោលដៅហ្មងអញ្ចឹងគេមិនមែនល្ងងទេអ្នកដែលគេស្ដាប់គាត់គេទទួលយកអ្វីដែលគាត់និយាយណាបាទពេលខ្លះគេអាចប្រើគាត់បានគាត់នៅមានប្រយោជន៍សម្រាប់គេធ្វើជាមិនអើពើមិនដឹងធ្វើជាមិនដឹងមិនឮប៉ុន្តែធៀបពិតគេដឹងពីនិស្ស័យរបស់គាត់គេដឹងពីចរិតរបស់គាត់មនុស្សប្រភេទហ្នឹងណាបាទអញ្ចឹងមនុស្សម្នាក់គឺគេហៅថាមាននិស្ស័យពីកំណើតមាននិស្ស័យពីកំណើតដែលយើងមិនអាចកែប្រែបានប៉ុន្តែមនុស្សមួយចំនួនទៀត
គេហៅថាគេ upgrade ខ្លួនគេណាបាទការគេនៅពីតូចនិស័យគេមិនបានមានការអប់រំបណ្ដាលច្រើនអញ្ចឹងបណ្ដាគេរៀនបានសូត្របានពងពោះគេផ្លាស់ប្ដូរអេយ៉ាបតគេផ្លាស់ប្ដូរអឺបុគ្គលិកលក្ខណៈរបស់គេអាប់ដេតទៅតាមសម័យកាលឬក៏ទៅតាមបរិយាកាសនៃក្រុមហ៊ុនឬក៏ទីតាំងមួយដែលគេឈានចូលទៅបាទសូមអរគុណ